សម្បត្តិចូលសួនកំសាន្តនេះមានតម្លៃរហូតដល់$1,000,000សហរដ្ឋអាមេរិកប៉ុន្តែរៀងរាល់ថ្ងៃនៅតែមានភ្ញៀវទេសចររាប់ម៉ឺននាក់មកទស្សនានៅលើទឹកមុខរបស់ភ្ញៀវគ្រប់រូបសុទ្ធតែពោរពេញទៅដោយការរំពឹងទុកមុនពេលការសម្ដែងចាប់ផ្ដើមពិធីក៏បានណែនាំដល់ភ្ញៀវយ៉ាងអត់ធ្មត់ថាពួកគេនឹងបានឃើញអច្ឆរិយៈដ៏អស្ចារ្យមួយភ្លាមនោះត្រីយក្សមួយដែលមានទម្ងន់រាប់សិបតោនត្រូវបានទម្លាក់ចូលទៅក្នុងអាងទឹករំពេចនោះសត្វយក្សមួយបានលោតចេញពីទឹកបើកមាត់ដ៏ធំរបស់វាហើយខាំលេបត្រីយក្សនោះតែមួយខាំរលកទឹកបានបោកបក់មកលើវេទិកាទស្សនាធ្វើឲ្យភ្ញៀវខ្លះភ័យខ្លះស្រែកប៉ុន្តែភាគច្រើនបែរជារំភើបនឹងទះដៃអបអរសាទរនៅពេលវេទិកាចុះមកយឺតភ្ញៀវទាំងអស់ក៏បានឃើញមុខមាត់ពិតរបស់សត្វយក្សនោះវាគឺជា Mosasaurus ស្ដេចនៃមហាសមុទ្រសម័យបុរាណដែលធ្លាប់រស់នៅសម័យដាយណូស័រសព្វថ្ងៃវាត្រូវបានបង្កាត់ដោយបច្ចេកវិទ្យាសែនហើយក្លាយជាតារាសម្ដែងដ៏ល្បីប្រចាំសួនកំសាន្តដើម្បីឲ្យភ្ញៀវទេសចរទស្សនាបច្ចេកវិទ្យាបង្កាត់ដាយណូស័រនេះត្រូវតែត្រឡប់ទៅកាលពី20ឆ្នាំមុននៅពេលនោះបុរសជំនួញម្នាក់ឈ្មោះ John Hammond មានគំនិតបង្កើតសួនកំសាន្តដែលមានដាយណូស័រជាប្រធានបទគាត់បានប្រមូលអ្នកជីវវិទូជាច្រើនដើម្បីទាញយកសែនដាយណូស័រពីឈាមមូសបុរាណដែលជាប់នៅក្នុងជ័រអំបិល Amber ហើយចាប់ផ្ដើមបង្កាត់ដាយណូស័រឡើងវិញដើម្បីសម្រេចគម្រោងនេះ Hammond បានទិញកោះ Isla Nublar និងសាងសង់សួនកំសាន្តដ៏ធំមួយឈ្មោះ Jurassic Park ប៉ុន្តែមុនពេលបើកដំណើរការដាយណូស័របានរត់គេចខ្លួនបង្កឲ្យមានគ្រោះថ្នាក់ជាច្រើននិងធ្វើឲ្យសួនកំសាន្តត្រូវបិទទ្វារបន្ទាប់ពី Hammond ស្លាប់ប្រធានក្រុមហ៊ុនថ្មីឈ្មោះ Mezrani បានសម្រេចអភិវឌ្ឍកោះនេះឡើងវិញគាត់បានសាងសង់សួនកំសាន្តថ្មីដែលធំជាងទំនើបជាងនិងមានដាយណូស័រច្រើនប្រភេទជាងមុនដោយដាក់ឈ្មោះថា Jurassic World ដោយសារមនុស្សតែងតែចាប់អារម្មណ៍លើសត្វបុរាណសួនកំសាន្តនេះបានទាក់ទាញភ្ញៀវរាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃប៉ុន្តែពេលវេលាកន្លងទៅភាពរំភើបចំពោះដាយណូស័រធម្មតាបានចាប់ផ្ដើមថយចុះទោះចំណូលកើនឡើងជារៀងរាល់ឆ្នាំក៏ដោយថ្លៃដើមប្រតិបត្តិការក៏កើនឡើងដែរហើយម្ចាស់ភាគហ៊ុនចង់បានអ្វីដែលថ្មីជាងមុនដើម្បីទាក់ទាញភ្ញៀវដូច្នេះក្រុមហ៊ុនបានបញ្ជាឲ្យមន្ទីរពិសោធន៍ជីវវិទ្យាបង្កើតដាយណូស័រថ្មីមួយដែលធំជាងខ្លាំងជាងលឿនជាងនិងឆ្លាតជាងដាយណូស័រទាំងអស់អ្នកទទួលខុសត្រូវគម្រោងនេះគឺលោក The Henry Wu ដែលធ្លាប់ជាអ្នកដឹកនាំការបង្កាត់ដាយណូស័រតាំងពីសម័យ Jurassic Park Henry និងក្រុមការងារបានប្រសែនពីសត្វជាច្រើនប្រភេទបង្កើតដាយណូស័រកូនកាត់ដ៏គ្រោះថ្នាក់មួយដែលមានឈ្មោះថា Indominus Rex ការផ្សព្វផ្សាយគម្រោងថ្មីនេះត្រូវបានប្រគល់ឲ្យអ្នកគ្រប់គ្រងសួនកំសាន្ត Claire Dearing Claire ជាស្ត្រីជោគជ័យម្នាក់ដែលផ្ដោតតែលើការងាររហូតដល់ទំនាក់ទំនងស្នេហារបស់នាងត្រូវបញ្ចប់ហើយនាងរស់នៅតែម្នាក់ឯងអស់រយៈពេលជាយូរថ្ងៃមួយប្អូនស្រីរបស់ Claire បានផ្ញើកូនប្រុសទាំងពីរមកលេងសួនកំសាន្តដោយសង្ឃឹមថា Claire នឹងជួយមើលថែពួកគេហើយប្រហែលជាធ្វើឲ្យនាងចាប់ផ្ដើមគិតអំពីការបង្កើតគ្រួសារផ្ទាល់ខ្លួនវិញប៉ុន្តែ Claire រវល់ខ្លាំងពេកនាងត្រូវទទួលភ្ញៀវវិនិយោគគ្រប់គ្រងបញ្ហាផ្សេងក្នុងសួនកំសាន្តដូចជាការប្រយុទ្ធរបស់ដាយណូស័រឬការបាត់ភ្ញៀវទេសចរដូច្នេះនាងបានឲ្យជំនួយការជាអ្នកមើលថែក្មួយទាំងពីរក្មួយទាំងពីរមានចរិតខុសគ្នាបងប្រុស Zach ជាមនុស្សស្ងប់ស្ងាត់មិនសូវនិយាយចំណែកប្អូនប្រុស Gray ជាអ្នកស្រឡាញ់ដាយណូស័រខ្លាំងណាស់ពេលមកដល់សួនកំសាន្តគាត់រំភើបយ៉ាងខ្លាំងហើយចាប់ផ្ដើមដើរកំសាន្តគ្រប់ទីកន្លែងនៅក្នុងសួនមានសកម្មភាពជាច្រើនដូចជាការមើលដាយណូស័រការជីកស្វែងរកហ្វូស៊ីលនិងសូម្បីតែជិះដាយណូស័រដែល Slow Boat ប៉ុន្តែទាំងនេះគ្រាន់តែជាការកម្សាន្តធម្មតាប៉ុណ្ណោះអ្វីដែលក្រុមហ៊ុននិងអ្នកវិនិយោគចាប់អារម្មណ៍បំផុតគឺដាយណូស័រពូជថ្មី Indominus Rex ដែលមិនទាន់បង្ហាញជាសាធារណៈម្ចាស់ភាគហ៊ុនចង់ដឹងតែមួយគត់ថាសួនកំសាន្តនេះអាចរកប្រាក់ចំណេញបានឬអត់ដូច្នេះ Mezrani បានមកពិនិត្យស្ថានភាពរបស់ Indominus Rex ដោយផ្ទាល់Claire បានប្រាប់គាត់ថាការដាក់បង្ហាញដាយណូស័រថ្មីប្រហែលជាត្រូវពន្យាពេលព្រោះវាធំជាងការរំពឹងទុកហើយជញ្ជាំងរបងត្រូវពង្រឹងឲ្យក្រាស់ជាងមុនដើម្បីធានាសុវត្ថិភាពដំបូង Mezrani គិតថានេះជារឿងល្អប៉ុន្តែពេលគាត់ឃើញកញ្ចក់ក្នុងបន្ទប់សង្កេតមានស្នាមប្រេះ Claire បានពន្យល់ថា Indominus Rex មិនត្រឹមតែមានរាងកាយធំប៉ុណ្ណោះទេប៉ុន្តែវាឆ្លាតលើសការរំពឹងទុកហើយស្នាមប្រេះនោះគឺបណ្ដាលមកពីវាធ្លាប់ព្យាយាមបំបែកកញ្ចក់ដើម្បីរត់គេច